ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបធ្វើជ្រក់ល្ហុងសម្រាប់ញ៉ាំជាមួយនឹងប៉ាំងឬក៏ជាមួយសាច់គោអាំងជាដើមងាយៗហើយមានរសជាតិឈ្ងុយឆ្ងាញ់ចាអញ្ចឹងដើម្បីចង់ដឹងអំពីរបៀបធ្វើនិងគ្រឿងផ្សំយើងមានអ្វីខ្លះយើងចូលរួមទស្សនាវីដេអូទាំងអស់គ្នាចាជាដំបូងឡើយនេះគឺជាគ្រឿងផ្សំរបស់យើងដោយដំបូងឡើយគឺខ្ញុំមានល្ហុងរបស់យើងនឹងចំនួន1ផ្លែប្រហែលជា7ខាំដែលយើងឈូសល្ហុងរបស់យើងជាសរសៃតូចៗបែបហ្នឹងមកហើយសម្រាប់ក្រូចវិញគឺខ្ញុំប្រើក្រូចរបស់យើងមួយហើយយើងឈូសដូចជាមួយនឹងល្ហុងរបស់យើងដែរចាជាបន្តមកទៀតខ្ញុំមានទឹកសក់របស់យើងចំនួន2ផ្លែដោយសារទឹកសក់របស់ខ្ញុំរាងធំបើបងប្អូនប្រើទឹកសក់ខ្មែររបស់យើងបងប្អូនប្រើពី4ទៅ5ផ្លែមកហើយបន្ទាប់មកយើងពុះទឹកសក់របស់យើងជា2ហើយយើងកាត់វាជាជ្រុងតូចៗបែបនេះទៀតមកជាបន្តមកទៀតគឺខ្ញុំមានខ្ទឹមសរបស់យើងចំនួន5កំពឹសហើយយើងហាន់វាជាចំណិតស្តើងៗបែបនេះមកជាបន្តមកទៀតយើងយកល្ហុងក្រូចហើយនិងទឹកសក់ដែលយើងបានចិត្តរួចអំបញ្ញមិញហ្នឹងយើងយកមកច្របាច់លាជាមួយនឹងអំបិលចំនួន1ស្លាបព្រាកាហ្វេហើយយើងច្របាច់វាមួយសន្ទុះមកនៅពេលដែលល្ហុងរបស់យើងរាងទន់ហើយគឺយើងផ្អាប់ទុកវារយៈពេល15នាទីសិនជាបន្តមកទៀតយើងចាប់ផ្ដើមលាយទឹកត្រីសម្រាប់ធ្វើជ្រក់ល្ហុងរបស់យើងដែលខ្ញុំដាក់ស្ករត្នោតរបស់យើងនឹងពីស្លាបព្រាចាស់បន្តិចមកហើយបន្ទាប់មកខ្ញុំដាក់ទឹកក្តៅរបស់យើងនឹងចំនួន200មីលីលីត្រហើយបន្ទាប់មកយើងកូរឲ្យវារលាយល្អហើយខ្ញុំបន្ថែមទឹកក្រូចឆ្មាចំនួន3ស្លាបព្រាបាយទឹកត្រីចំនួន80មីលីលីត្រហើយបន្ទាប់មកយើងដាក់ខ្ទឹមសរបស់យើងចូលហើយយើងកូរច្របល់វាមួយសន្ទុះមកយើងទុកវាមួយដុល្លារសិនចាឥឡូវបន្ទាប់ពីយើងទុកល្ហុងរបស់យើងចោលរយៈពេល15នាទីហើយជាបន្តមកទៀតយើងចាប់ផ្ដើមពូតច្របាច់ទឹកចេញពីល្ហុងរបស់យើងដល់ពេលយើងពូតយកទឹកចេញពីល្ហុងរបស់យើងរួចអស់ហើយយើងចាប់ផ្ដើមលាយជ្រក់របស់យើងដោយយើងចាក់ទឹកត្រីដែលយើងបានលាយអំបញ្ញមិញហ្នឹងហើយបន្ទាប់មកយើងច្របល់វាមួយសន្ទុះនៅពេលដែលយើងបានលាយជ្រក់របស់យើងរួចរាល់ហើយយើងយកជ្រក់របស់យើងទៅទុកនៅក្នុងប្រអប់ឬក៏កែវដែលស្អាតមួយហើយយើងបិទវាជិតមកបងប្អូនអាចរក្សាទុកនៅក្នុងទូទឹកកកចន្លោះពេលពី5ទៅ1សប្តាហ៍សម្រាប់ញ៉ាំ